ផ្លូវជាតិថ្មីមួយខ្សែនេះមានទេសភាពស្អាតមកជាកញ្ចប់តែម្ដងមានទាំងទឹកជ្រោះច្រឡងអូដងស្ទឹងវិរិយអគ្គិសនីមានស្ពានខ្ពស់ជាងគេរហូតដល់90 ម៉ែត្រនិងមានទេសភាពព្រៃភ្នំស្អាតជាពិសេសពេលភ្លៀងមានចុះអាប់ចុះពពកកន្លែងមើលទេសភាពតាមផ្លូវជាច្រើនដែលយើងបានស្គាល់ថាជាផ្លូវជាតិលេខ10ដែលបានធ្វើរួចសឹងតែ99% ហើយបាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាវីដេអូទី2ដែលខ្ញុំបង្ហាញពីស្ថានភាពផ្លូវនៃផ្លូវជាតិលេខ10មួយវិញទៀតផ្លូវពីបាត់ដំបងទៅវាលវែងក៏ចាក់កស៊ូស្អាតរួចរាល់ដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅលេងវាលវែងហើយបង្ហូរទៅលេងកោះកុងគឺថាផ្លូវស្រួលដរិចពីបាត់ដំបងមកតែម្ដងដោយផ្លូវជាតិលេខ10នេះគឺជាសមិទ្ធផលថ្មីលាក់ខ្លួនកណ្ដាលព្រៃនៃជួរភ្នំកវាងដែលតភ្ជាប់ពីខេត្តកោះកុងពោធិ៍សាត់និងបាត់ដំបងដែលមានប្រវែងប្រមាណ198 គីឡូម៉ែត្រសម្រាប់ផ្លូវមួយខ្សែនេះផងដែរគឺគេបានអ៊ុតកស៊ូរួចរាល់ហើយដោយមានគំនូរផ្លូវចំណាំងផ្លាតផ្លាកសញ្ញាចរាចរណ៍ដែលធ្វើឲ្យយើងងាយស្រួលក្នុងការបើកបរហើយបើនិយាយពីទេសភាពតាមផ្លូវវិញគឺថាឲ្យ10 លើ 10តែម្ដងដោយយើងឆ្លងកាត់ទៅតាមអូសោដែលជាឃុំមួយនៃស្រុកវាលវែងនៅក្នុងខេត្តពោធិ៍សាត់នៅខាងអូសោវិញគឺសម្បូរណាស់បាទទេសភាពបឹងបួធំចលងអូភ្នំស្អាតខ្លាំងមែនតើដោយមានបើកជាហាងកាហ្វេរីសតជាពិសេសមានទាំងចំការតឺរ៉េនចំការបឺជាច្រើនទៀតផងហើយពេលដែលបងប្អូនបានមកលេងបងប្អូនជិះកាត់អាចចោះទិញតឺរ៉េននៅផ្ទាល់នឹងចំការគេតែម្ដងបាននិយាយមែនតើទៅនេះគឺជាលើកទី3ហើយដែលខ្ញុំធ្លាប់ជិះកាត់ផ្លូវនេះតាំងពីផ្លូវលំបាកពងតែធ្វើរហូតដល់ផ្លូវគេធ្វើបាន 90% ហើយលើកនេះគឺខ្ញុំមកម្ដងទៀតគេធ្វើឲ្យសឹងតែ 99% ហើយដោយលើកនេះខ្ញុំបានមកលេងបាត់ដំបងក៏ជ្រុលទៅដល់កោះកុងតែម្ដងទៅណាមួយចង់ជិះកាត់ស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាយើងផងនោះហើយសម្រាប់ការបើកបរផ្លូវឆ្ងាយចេះពេលខ្លះក៏រៀងហត់នៅយើងងុយគេងអីអញ្ចឹងខ្ញុំមានភេសជ្ជៈដាស់នេះដែលជាជំនួយការបើកបរបានយូរជាងគេបាននៅពេលដែលយើងងុយគេងញ៉ាំទៅវាជួយឲ្យធ្វើយើងមានស្មារតីរឹងមាំនិងការផ្ដោតអារម្មណ៍បានល្អជំនួយការបន្សាបជាតិស្រវឹងបានលឿនជាងគេទៀតផងហើយនិយាយទៅផ្សំពីយន្តសឹងកម្របាទផ្ដល់ថាមពលជូនយើងភ្លាមយ៉ាងរហ័សពេលដែលយើងអស់កម្លាំងនិងហត់នឿយហើយសម្រាប់តែខ្ញុំមកលើកនេះគឺអត់បានឆ្លងស្ពាននឹងដដែលដោយសារតែឥឡូវនេះគេកំពុងតែសម្រុកការងារអ៊ុតកស៊ូ AC និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ខាងមុខនេះគួរបញ្ជាក់ថាស្ពាននេះគឺជាស្ពានលេខ28ដែលមានកម្ពស់90 ម៉ែត្រប្រវែងសរុប537 ម៉ែត្រនិងទទឹង10 ម៉ែត្រសណ្ដូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំស្ថិតនៅភូមិឆាយលូកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ដែលសម្រាប់ការងារស្ទើរតែ 100% ហើយនៅតែការងារបន្តបន្សំដូចជាការងារបង្កាន់ដៃរបាសុវត្ថិភាពគំនូរចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍ចំណាំងផ្លាកនិងភ្លើងបំភ្លឺជាដើមដែលគម្រោងនឹងបើកឲ្យយើងឆ្លងកាត់បាននាអំឡុងខែមិថុនាឆ្នាំ2025ខាងមុខនេះហើយប្រហែលថ្ងៃនេះគឺថាគេអត់សូវគ្រប់ទេអញ្ចឹងរៀងងុយគេងដែរបើកឡានបានដាស់8ម៉ោងនេះឯងដែលជួយធ្វើឲ្យយើងបាត់ងុយគេងហើយមួយវិញទៀតក្នុងមួយខែដាក់គេដាក់រង្វាន់$888រហូតដល់300រង្វាន់បើគិតទៅមួយថ្ងៃ10រង្វាន់បាត់ហើយបើមានសំណាងយើងអាចត្រូវដល់រង្វាន់ធំ$8888ក៏មានដែរក្រៅពីហ្នឹងក៏មានរង្វាន់រថយន្តកោះកេះ Mitsubishi Xpander ស៊េរីថ្មីម៉ូតូ Honda Dream ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវិល័យនិងលុយសុទ្ធជាច្រើនរង្វាន់ទៀតហើយសម្រាប់ផ្លូវជាតិលេខ10នេះគឺគេដាក់ផ្លាកសញ្ញាច្បាស់មែនតើបងប្អូនបាទកន្លែងណាដែលមានគ្រោះថ្នាក់កន្លែងណាកោងខ្លាំងកោងអីគេដាក់ទាំងអស់ហើយសំខាន់យើងអាចគយគុណមើលទេសភាពអូស្អាតមែនតើតាមផ្លូវគេមានរនាំងកន្លែងផ្លូវកោងអញ្ចឹងគេមានធ្វើជារនាំងបាំងណាហើយកន្លែងដែលផ្លូវកោងខ្លាំងគេធ្វើជាចាក់បេតុងតែម្ដងពេលដែលយើងចិត្តទៅដល់កោះកុងបងប្អូននឹងឃើញទេសភាពសមុទ្របាទស្អាតបែបនេះនិយាយមែនបើបានឈប់ថតកន្លែងខ្លះក៏កាន់តែអែមមែនតើហើយអត់ទាន់អត់ទេនៅពេលដែលមានមេឃភ្លៀងគឺកាន់តែស្អាតបាទពេលដែលខ្ញុំត្រឡប់មកវិញនេះបាទនេះពេលដែលខ្ញុំមកវិញនឹងមេឃមានភ្លៀងមានរលឹមអីស្រេចតិចអញ្ចឹងណាបងប្អូនផ្លូវឡើងខ្មៅក្រឹបនៅខាងក្រៅនិយាយទៅស្រួលបើកផ្លូវស្រួលមែនតើទេសភាពផ្លូវកន្លែងខ្លះស្អាតដូចនៅខាងមណ្ឌលគិរីមានភ្នំវានវាស្មៅអីខ្លះអញ្ចឹងដែរទៅសំខាន់តាមផ្លូវហ្នឹងគឺមានទឹកជ្រោះប្រមាណកន្លែងដែរអញ្ចឹងណាបងប្អូនគាត់តែខ្ញុំអត់បានចោះថតអស់ទេបើសិនជាយើងអត់បញ្ញាប់ទេយើងអាចចោះថតលេងមួយកន្លែងទៅមួយកន្លែងអញ្ចឹងណាពេលភ្លៀងអញ្ចឹងមានទឹកធ្លាក់នៅតាមដងផ្លូវចេះបងប្អូនឲ្យទឹកជ្រោះតូចស្អាតមែនតើខាងនៅកន្លែងស្ទឹងដំណាក់ក្បូរនេះមានទឹកជ្រោះកលាក់ស្អាតខ្លាំងតែពេលដែលខ្ញុំទៅនឹងភ្លៀងខ្លាំងបាទអញ្ចឹងចោះទៅអត់បានខ្ញុំថតពីចម្ងាយបងប្អូនបានឃើញណាសង្ឃឹមថាបានទៅម្ដងទៀតនឹងចោះលេងហើយពេលខ្លះបងប្អូនពេលមានភ្លៀងអញ្ចឹងចោះអាប់ដូចនៅលើភ្នំបូកគោអញ្ចឹងដូចខ្ញុំជិះកាត់នេះគឺជិះចូលក្នុងអាប់តែម្ដងអូនិយាយទៅអស់ចាស់មែនតើហ្មងផ្លូវជាតិមួយនេះមានឡើងពពកតាមភ្នំតាមអីអញ្ចឹងទៅទេសភាពព្រៃបេតុងស្រស់អូខែនេះស្អាតណានិយាយទៅចាប់ពីចូលខែភ្លៀងនេះទៅបាទទេសភាពផ្លូវជាតិលេខ10នឹងគឺថាស្អាតទ្វេដងគឺថាណែនាំមែនតើអញ្ចឹងហើយឲ្យបានជិះកាត់ផ្លូវនេះបានម្ដងបងប្អូនគឺថាអូនិយាយមែនស្អាតខ្លាំងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានកម្រងទៅលេងវាលវែងឬក៏អញ្ចឹងគេទៅលេងកោះកុងតែម្ដងក្នុងអំឡុងខែ6នេះស្ពានគេនឹងកម្រងបើកហើយបាទអាចមកលេងទស្សនាជិះលេងតាមផ្លូវនេះបានអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយកុំភ្លេចជួយចែករំលែកផ្លូវជាតិមួយនេះផងណាបាទអរគុណជួបគ្នានៅវីដេអូថ្មីទីជម្រាបលា